ជាមន្តរាជពលព្រះអង្គក្រាបទូលព្រះពុទ្ធវត្តមានរបស់ព្រះអង្គបានជាងមកកាន់សេចក្តីស្ងប់សុខក្នុងនគររបស់ទូលបង្គំក្រាបទូលទូលបង្គំចង់ពាន់ព្រះពុទ្ធទូលបង្គំមានរឿងទូលព្រះពុទ្ធអត់ប្រកាសយល់ខ្លាំងណាស់ញោមអាចមើលព្រះអង្គពីចម្ងាយបានទេទូលបង្គំមានរឿងសំខាន់ចង់ពាន់ព្រះពុទ្ធរឿងអ្វីទៅទូលបង្គំមានរឿងសំខាន់ចង់ទូលសួរព្រះអង្គគឺរឿងផ្ទាល់ខ្លួនទូលបង្គំតែម្ដងអាត្មាស្គាល់ឈ្មោះញោមផងបានទេទូលបង្គំព្រាមសុភ័ក្រព្រះពុទ្ធព្រះអង្គយាងទៅគ្រប់កន្លែងទាំងអស់ហេតុអីបានជាព្រះអង្គទៅយកកោសិនណាអនន្តកណាស់ចង់ប្រុសបុគ្គលម្នាក់កណាស់ចង់បំពុះព្រះសង្ឃចុងក្រោយមួយអង្គនៅក្នុងសាវកសមាគមអនន្តអនុញ្ញាតឲ្យសុភត្រាចូលមកកណាស់នឹងផ្ដល់ឱវាទដល់គាត់ទូលបង្គំតែងតែនឹកដល់ការត្រាស់ដឹងរបស់ព្រះអង្គគ្រប់ពេលទូលបង្គំពិតជាមានខកសម្ដានណាស់ដែលបានចូលស្គាល់ព្រះអង្គថ្ងៃនេះអ្នកចង់ទូលរឿងអ្វីទៅសុភត្រាព្រះពុទ្ធទូលបង្គំបានលើកថាពូណាកាស៊ីយាមហាកាបលីកោសាឡាពូណាកាស៊ីយាមហាកាលីកោសាឡាអាសាស៊ីកេសាបានិងនិខណ្ឌរណាកាពុតាសារិខេព្រះអង្គគ្រប់ញាណហើយពួកទ្រង់មួយអង្គបានសម្រេចនៅវិជាជាន់ខ្ពស់គ្រប់ព្រះអង្គមិនមែនជារឿងសំខាន់ទេដែលជ្រាបថាពួកទ្រង់បានសម្រេចនៅវិជាជាន់ខ្ពស់ឬអត់នោះសុភត្រាអ្វីដែលសំខាន់នោះគឺអាត្មាចង់បង្ហាញផ្លូវត្រូវដល់អ្នកដែលអាចបង្ហាញផ្លូវត្រូវដល់អ្នកជួយសម្រេចនៅវិជាជាន់ខ្ពស់បុគ្គលម្នាក់អាចស្វែងរកសេចក្តីមិនវិនិច្ឆ័យនៅក្នុងសេចក្តីវិនិច្ឆ័យគឺដូចជាសេចក្តីសុខនៅក្នុងសេចក្តីទុក្ខដែរបុគ្គលអាក្រក់ពោពេញទៅដោយអកុសលធម៌អំពើល្អតែតែឈ្នះអំពើអាក្រក់ភាពអវិជ្ជាបានធ្វើឲ្យមនុស្សជួបប្រទះនឹងការឈឺចាប់និងសេចក្តីវិនិច្ឆ័យនៅពេលដែលយើងយល់អំពីអត្ថន័យរបស់និយៈសេចក្តីទុក្ខទាំងអស់ហើយក៏មានសេចក្តីព្រួយបារម្ភរហូតដល់ទីបញ្ចប់ហើយវាក៏បានបង្កើតឡើងនៅអារម្មណ៍នៃសេចក្តីស្រឡាញ់ឡើងផងដែរហើយក៏ព្រមទទួលស្គាល់ជាមួយយើងអ្វីដែលយើងបានប្រាប់ទាំងពីរនេះមានគុណធម៌ដូចគ្នាប្រសិនបើអ្នកមិនមានព្រះពុទ្ធទេអ្នកប្រកាសជាមិនមានភាពសំខាន់ចំពោះព្រះពុទ្ធតែបើសិនជាអ្នកមានភាពសំខាន់ចំពោះព្រះពុទ្ធអ្នកប្រកាសជាបានរំលឹកដល់ព្រះពុទ្ធហើយនឹងគោរពតាមអំណាចរបស់ព្រះពុទ្ធព្រះពុទ្ធសូមព្រះអង្គជួយបំបត្តិទូលបង្គំជាព្រះភិក្ខុផងទៅអនិរុទ្ធឆាប់ធ្វើពិធីបំបួសសុភត្រាភ្លាមទៅក្រាបទូលត្រូវហើយពិធីបំបួសសុភត្រានឹងត្រូវធ្វើនៅទីនេះតែម្ដងគាត់នឹងធ្វើជាសាវកចុងក្រោយរបស់កណា
ភក្ត្រាត្រូវរំលឹកដល់គុណូបការៈរបស់ព្រះពុទ្ធអ្នកត្រូវតែយកព្រះពុទ្ធធ្វើជាទីពឹង बुद्धं शरणं गच्छामि ចូលស្វែងរកព្រះធម៌នឹកដល់គុណូបការៈរបស់ព្រះធម៌ धम्मं शरणं गच्छामि ត្រូវតាំងចិត្តគោរពនៅក្នុងព្រះសង្ឃសារណគុណរំលឹកដល់គុណរបស់ព្រះសង្ឃ संघं शरणं गच्छामि មនាលភិក្ខុទាំងឡាយបើអ្នកមានចម្ងល់អ្វីមួយឬពីផ្លូវសច្ចធម៌ដែលកណាបានប្រោសដល់អ្នកអាចទូលដល់កណាបានកុំឲ្យឱកាសនេះខកខានឲ្យសោះបើសិនជានរណាម្នាក់មានសំណួរអ្វីមួយដែលចង់ទូលដល់កណាក្នុងពេលនេះអ្នកទាំងអស់គ្នាអាចសួរបានដូច្នេះហើយអ្នកកុំចំណាយពេលយូរពេកអ្នកពិតជាមិនអាចសួរកណាពីចម្ងល់របស់អ្នកនៅពេលដែលកណាមិននៅជាមួយអ្នកបានឡើយ मेरे प्रिय भिक्षु यदि मार्ग में कोई भी संदेह तो उसका निवारण करो चमत्कार तथागत 3 बार आपने अपने वचन दोहराए किसी भिक्षु ने कुछ न कहा मुझे विश्वास है भिक्षुओं पे मुझे विश्वास है संघ पे सबने तथागत के सूत्रों को पूर्णतः समझा किसी के हृदय में आपके दिखाए परम ज्ञान के मार्ग के प्रति कोई संशय कोई जटिलता नहीं जिस पे चल सब निर्वाण को प्राप्त होंगे आनंद तुम अपने विश्वास की बात करते किंतु मैंने अपना जीवन पूर्ण ध्यान से जिया मैं जानता हूं कि यहाँ बैठे सभी भिक्षुओं को មានចំណេះយ៉ាងច្បាស់ចំពោះអនត្តាទោះបីជាព្រះភិក្ខុដែលមិនបានសម្រេចនូវសមាធិត្រឹមត្រូវក៏ជាចំណែកមួយនៃការសម្រេចក្នុងការជួយសង្គ្រោះជីវិតសត្វលោកបន្តដែរ មនាលភិក្ខុទាំងឡាយនេះគឺជាព្រះអាវាតចុងក្រោយរបស់កណាហើយអាវាតចុងក្រោយរបស់កណានេះមានន័យសម្រាប់បង្ហាញផ្លូវដល់អ្នកទាំងអស់គ្នាត្រូវតែគោរពនិងដើរតាមផ្លូវត្រូវជានិច្ចការធ្វើសមាធិអាចជួយខ្លួនអ្នកបាន បង្ហាញផ្លូវរបស់អ្នកឲ្យដើរទៅរកផ្លូវដែលត្រឹមត្រូវកុំស្វែងរកនរណាម្នាក់ឲ្យជួយណែនាំអ្នកអ្វីគ្រប់យ៉ាងគឺនៅជុំវិញខ្លួនអ្នកហើយ
ចូលអ្នកត្រូវធ្វើខ្លួនឲ្យបានច្បាស់និងប្រកបធ្វើខ្លួនឲ្យមានចំណេះចិត្តទៅលើខ្លួនឯងការងារទាំងឡាយគឺតែតែមានការនឿយហត់តែមិនប្រឹងខ្វះការព្យាយាមទេ ព្រះពុទ្ធយើងចូលព្រះមហានិព្វានហើយស្ងប់រស់ទៅអានន្ទព្រះពុទ្ធគង់ប្រថាប់នៅជាមួយនឹងទ្រង់ដដែលយើងត្រូវដង្ហែព្រះអង្គទៅកាន់មកស្ទឹងកសិណរាដើម្បីធ្វើពិធីបូជាព្រះសង្ឃ
កម្មច្រើនទូលបង្គំចង់ស្វែងរកសេចក្តីស្ងប់ក្រាបទូល បើទ្រង់មានការឈឺចាប់មិនមានសេចក្តីស្ងប់ទេទ្រង់ត្រូវតែស្វែងរកពីមូលហេតុទាំងអស់នោះអផាសទ្រង់នៅពេលដែលទ្រង់បើកព្រះនេត្ររបស់ទ្រង់នៅពេលព្រឹកនោះទ្រង់មិនបានឃើញពីមូលហេតុទាំងនោះដល់ពេលនោះទ្រង់ប្រកាសជាអាចនឹងឃើញផ្លូវដែលត្រឹមត្រូវសម្រាប់ទ្រង់នឹងធ្វើឲ្យទ្រង់មានការផ្លាស់ប្ដូរប្រមាញ់ពួកមន្ត្រីព្រមទាំងអ្នករាល់គ្នានឹងមានអានុភាពរក្សាផ្លូវត្រូវដល់ពេលនោះពួកគេទាំងអស់គ្នាប្រកាសជាត្រឡប់ទៅកាន់ផ្លូវត្រូវនគរទាំងមូលនឹងគោរពតាមផ្លូវត្រូវដូចគ្នាដែរគាត់គឺជាបណ្ឌិតអាស្មិតា បុគ្គលបណ្ឌិតអាស្មិតបានទូទីលក្ខណៈរបស់ព្រះអង្គខ្លាចជាការពិតហើយសូមព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គស្ថិតនៅក្នុងចិត្តរបស់ពុទ្ធបរិស័ទនិងមនុស្សជាតិពិភពលោកទាំងមូលសពញ្ញាសុទ្ធញ្ញាត្រាទូលបង្គំបានទៅដំណើរជីវិតព្រះអង្គសិទ្ធាត្រាជាព្រះពុទ្ធមិនថាព្រះអង្គយាងទៅដល់ទីណានោះទេសូមឲ្យសន្តិភាពមាននៅទីនោះនេះគឺជាព្រះពុទ្ធពរជ័យនៃថ្ងៃព្រះអង្គធ្វើឲ្យលួចផុតពីសេចក្តីទុក្ខហើយឈ្មោះទៅកាន់បរមសុខពុទ្ធបរិស័ទទាំងអស់ត្រូវតែគោរពប្រតិបត្តិទៅតាមឱវាទរបស់ព្រះពុទ្ធព្រះកាយបានខ្លាចជាចំណីព្រះអធិហើយប៉ុន្តែមានពលឹងមួយគត់ក៏បានដុតបំភ្លឺទុកសម្រាប់សត្វលោករួចទៅហើយពួកយើងមានពំសម្ដាប់ខ្លាំងណាស់ដែលមានព្រះពុទ្ធជាទីពឹងពាក់គ្រប់ពេលព្រះអង្គមិនមានប្រតិជននោះទេព្រះអង្គមិនដែលប្រតិពីព្រះអង្គឯងព្រះអង្គមានប្រតិពីសាលាគ្រប់ពេលព្រះអង្គគឺជាមហាព្រះបុរសអស្ចារ្យបំផុតនៅលើលោកនេះព្រះអង្គទ្រង់ប្រទានឱវាទដល់មនុស្សគ្រប់ទិសទីគ្រប់ព្រះនគរព្រះពុទ្ធអានន្ទដល់ពេលធ្វើពិធីបូជាព្រះសង្ឃព្រះពុទ្ធហើយមហាកសបប្រហាជាមកបន្តពិធីចុងក្រោយព្រះពុទ្ធទេទូលបង្គំចង់ឲ្យទ្រង់នៅទីនេះមហាកសបដល់ទីនេះឲ្យក្រាបទូលព្រះគ្រូមហាកុសលនៅក្នុងនគរចម្ប៉ាពេលដែលទ្រង់ជ្រាបថាព្រះពុទ្ធចូលព្រះមហាបរិនិព្វានទ្រង់និមន្តមក5យប់5ថ្ងៃហើយដល់ប្រមាណគុំនៅកន្លែងណាទេដើម្បីមកដល់ទីនេះសូមឲ្យព្រះមហាកុសលទទួលបានពរជ័យផងទៅនៅថ្ងៃដែលព្រះពុទ្ធចូលព្រះមហាបរិនិព្វានក្រាបទូលទូលបង្គំជឿថាព្រះអង្គមានព្រះនាមល្អណាស់សាកសមលក្ខណៈរបស់ព្រះអង្គណាស់ក្រាបទូលអាត្មាព្រះនិសិដ្ឋាគោដមអូទូលបង្គំជ្រាបច្បាស់ហើយពិធីទាំងនេះគឺជាពិធីសាសនា
វាខុសផ្នែកគ្នាត្រង់ដាទៅ បើមានបុគ្គលម្នាក់ ចង់ឆ្លងទៅកាន់ត្រៃស្ទឹងម្ខាងនោះ តើគេត្រូវធ្វើយ៉ាងណាទៅ បើសិនជាស្ទឹងនេះរាក់គេអាចដើរឆ្លងស្ទឹងនេះបានបើស្ទឹងនេះជ្រៅទៅវិញគេអាចជិះទូកឆ្លងឬមួយក៏គេអាចហៅក៏បានដែរ ព្រោះប្រសិនបើគេមិនដើរគេមិនហែលឬក៏ជិះទូកទីនោះហើយគេក៏អាចបន់ស្រន់ថាគេចង់ទៅស្ទឹងម្ខាងទៀតដោយមិនចង់ចង់ទៅក្នុងដងស្ទឹងនោះអញ្ចឹងតើគេអាចធ្វើបានដែរទេគេនឹងអាចឆ្លងស្ទឹងនោះទៅយ៉ាងម៉េចបានទៅ បើសិនជាយើងធ្វើបែបនេះមិនអាចទៅបានទេ ជារឿងធម្មតាទេបើបុគ្គលម្នាក់នោះមិនមានសេចក្តីព្យាយាមនៅក្នុងការងាររបស់គេទេអញ្ចឹងដល់ពេលនោះតើគេអាចទទួលបានសម្រេចនៃជោគជ័យដែរទេហើយបើគេធ្វើពិធីថ្វាយបន់ស្រន់ឬមួយក៏រងចាំការងារបានសម្រេចជោគជ័យនោះគេនឹងមិនអាចទទួលបានសម្រេចនៅការងារទាំងនោះឡើយមែនទេលោកបណ្ឌិត ទូលមកគុំបានអានគម្ពីរច្រើនណាស់ហើយការបញ្យល់របស់គម្ពីរទាំងនោះមិនមានគម្ពីរណាមួយបញ្យល់ពីជីវិតពិតនោះទេនេះគឺជារឿងត្រឹមត្រូវមួយល្អណាស់គ្មានអ្នកណាម្នាក់នឹងស្មានដល់នោះទេព្រះអង្គបានបង្ហាញផ្លូវនៃការសម្រេចវិជ្ជាច្រើនខ្ពស់ព្រះអង្គមានសក្តិមេត្តាណាស់ព្រះអង្គសូមទទួលទូលមកគុំធ្វើជាសាវកព្រះអង្គផងទៅក្រាបទូល ព្រះអង្គគឺជាព្រះគ្រូរបស់ទូលបង្គំព្រះអង្គគឺជាបុគ្គលអស្ចារ្យណាស់ព្រះអង្គគឺជាបុគ្គលដែលធ្វើឲ្យគុំគុំរកឃើញផ្លូវត្រូវសេចក្តីសម្រេចរបស់ទូលបង្គំនៅជាមួយនឹងព្រះអង្គ ប
គុំចង់សំប្រាសរីរបស់ទុកនៅក្នុងព្រះនគរមែនទេទូលបង្គំចង់កសាងព្រះចេតិយមួយដ៏ធំបញ្ចុះសរីរធាតុសម្រាប់ព្រះទូលបង្គំនឹងយកព្រះសរីរធាតុរបស់ព្រះអង្គមហារាជអភាសត្រូវទូលបង្គំឲ្យសម្រេចចិត្តសាងព្រះសង្ឃមនីចេតិយសម្រាប់ព្រះពុទ្ធហើយមាននរណាម្នាក់ដែលអាចមានព្រះសរីរធាតុរបស់ព្រះអង្គទេព្រះសង្ឃមនីចេតិយត្រូវទៅនៅនគររបស់ទូលបង្គំបន្ទាប់ពីព្រះពុទ្ធបានសម្រេចសមាបត្តិព្រះអង្គបានយាងមកនៅគុំអធិមន្ត្រីរបស់តែព្រះពុទ្ធបានយាងមកស្ទឹងកោស៊ីនារាដើម្បីសម្រេចព្រះមហាបរិនិព្វាននៅក្នុងនគរកោស៊ីនារាទូលបង្គំគឺជាព្រះរាជាលើកឆាវីទូលបង្គំគិតថាទូលបង្គំមានសិទ្ធិយកព្រះអធិធិរបស់ព្រះអង្គព្រះពុទ្ធបានយាងទៅគង់ប្រថាប់នៅនគរវេស្លីទ្រង់អាចចូលរឿងនេះដល់ព្រះភិក្ខុសង្ឃទាំងអស់បានថាព្រះអង្គបានយាងទៅប្រថាប់នៅនគរវេស្លីដែរទេទូលបង្គំនឹងសារព្រះចេតិយនៅទីនោះដូចជាមិនយុត្តិធម៌ទេមិនមែនហើយមិនយុត្តិធម៌ទេពីបើយុត្តិធម៌ត្រូវតែមានព្រះពុទ្ធត្រូវតែបញ្ចុះនៅក្នុងនគររបស់ទូលបង្គំមិនអាចយកទៅណាបានទេព្រះពុទ្ធក៏បានត្រាស់ដឹងនៅនគររបស់ជាងដែរទូលបង្គំសូមទូលដល់ទ្រង់ទាំងអស់គ្នាទូលបង្គំទើបមានសិទ្ធិយកព្រះសរីរធាតុរបស់ព្រះអង្គព្រះពុទ្ធគឺជាសក្យវង្សហើយទូលបង្គំគឺជាសក្យវង្សដែរដូច្នេះទូលបង្គំមានសិទ្ធិយកព្រះសរីរធាតុរបស់ព្រះអង្គទេបើទ្រង់ជាសក្យវង្សទូលបង្គំក៏ជាសក្យវង្សដែរទូលបង្គំក៏មានសិទ្ធិខ្លាំងបំផុតដែរទូលបង្គំនឹងសាងព្រះចេតិយនៅក្នុងនគរទូលបង្គំទូលបង្គំក៏ជាសក្យវង្សនគរកបលពណ៌មុនពេលព្រះអង្គបានត្រាស់ជាព្រះពុទ្ធព្រះរាជបុត្រសិទ្ធិធ្លាប់ទៅជាមួយនឹងយើងគឺជាសិទ្ធិរបស់យើងដែលមានសិទ្ធិយកព្រះសរីរធាតុរបស់ព្រះអង្គទៅបញ្ចុះនៅក្នុងនគរកបលពណ៌ដែរគុំទៅដូចនេះសាពលិយានឹងមិនមានអ្នកណាម្នាក់បានយកជាដាច់ខាតដល់ពួកយើងគួរធ្វើយ៉ាងម៉េចគួរតែទុកនៅនគរណាដែរទៅព្រះពុទ្ធប្រសូតក្នុងស្រពោសក្យវង្សប៉ុន្តែបន្ទាប់ពីព្រះអង្គបានធ្វើការត្រាស់ដឹងព្រះអង្គបានត្រាស់ដល់គ្នាដូច្នេះព្រះក៏មានសិទ្ធិយកព្រះសរីរធាតុរបស់ព្រះអង្គទៅគោរពបូជាដូច្នេះយើងនឹងសាងព្រះចេតិយបាច់ចុះព្រះសរីរធាតុរបស់ព្រះអង្គក៏បានដែរជប់លីទៅមានតែបុគ្គលម្នាក់ប៉ុណ្ណោះដែលអាចសម្រេចចិត្តចំពោះបញ្ហានេះបានថានឹងសាងព្រះសង្ឃមនីចេតិយលើណាដើម្បីធ្វើជាពូជនីយដ្ឋានរបស់ព្រះពុទ្ធព្រះមហាចេតិយនឹងត្រូវសាងសង់នៅទីនេះទូលបង្គំមិនអនុញ្ញាតឲ្យពួកទ្រង់យកទៅទេមិនបានឆ្លៃខាតប្រគុណខ្លាំងណាស់ដែលបានរំលឹកពីរឿងទាំងអស់នេះឡើងមកវិញទូលបង្គំអរប្រគុណខ្លាំងណាស់ដែលព្រះអង្គរំលឹកពីរឿងនេះប៉ុន្តែការឆ្លងប្រកែកគ្នានោះมันមានដំណោះស្រាយអ្វីនោះទេសូមថ្វាយបង្គំមហារាជទូលបង្គំអាចដោះស្រាយចំនួននេះបានក្រោមទូលបើត្រង់គ្រប់អង្គព្រមព្រះសម្រាប់លោកជាអ្នកណាដែលឲ្យពួកយើងស្ដាប់លោកនោះទូលបង្គំគឺជាព្រាហ្មណ៍ទូលបង្គំមិនមែនជាសាវករបស់ព្រះពុទ្ធទេប៉ុន្តែទូលបង្គំគោរពព្រះពុទ្ធខ្លាំងណាស់គឺប្រៀបដូចជាភ្លើងទឹកដែលកំពុងតែហូរគ្មានពេលឈប់ទៅកាន់ព្រៃមហាសមុទ្រទូលបង្គំជឿថាក្តីស្រឡាញ់របស់ទូលបង្គំចំពោះព្រះពុទ្ធបានជ្រាបទៅដល់ប្រតិយរបស់ព្រះពុទ្ធហើយទូលបង្គំពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលមានរឿងបែបនេះកើតឡើងដោយសារតែចំនួននេះគេគឺជាព្រាហ្មណ៍ហើយឈ្មោះរបស់គេគឺទ្រូណាព្រះពុទ្ធយើងទៅគ្រប់ទីកន្លែងទាំងអស់ហេតុអីក៏ព្រះអង្គរើសយកស្ទឹងកោស៊ីនារាគណៈចង់ប្រោសដល់បុគ្គលម្នាក់គឺចង់បបួលជាព្រះសង្ឃជាលើកចុងក្រោយគេគឺជាព្រាហ្មណ៍ទ្រូណាដែលរស់នៅទីនេះផងដែរ
គេនឹងអាចដោះស្រាយចំនួននៅថ្ងៃក្រោយបាន សូមព្រះអង្គបន្ទោសឲ្យបានច្បាស់នៅក្រាបទូល អ្វីៗប្រកាសច្បាស់ភ្លឺច្បាស់នៅជាមួយនឹងពេលវេលា មានរឿងអីទៅអនុព្រះពុទ្ធបានប្រមាលមើលឃើញអនាគតរួចអស់ទៅហើយគ្រប់រឿងទាំងអស់ដែលព្រះអង្គមានព្រះពុទ្ធដីកាគឺជាការពិតណាស់ ព្រាហ្មណ៍គ្រូណាលោកមានគំនិតអ្វីដើម្បីធ្វើការដោះស្រាយចំនួនទាំងនេះព្រះរាជាព្រះពុទ្ធតែតែប្រោសទេសនាពីសន្តិភាពនិងភាពក្រអឺតក្រទមទ្រង់មិនគួរឆ្លុះប្រកែកគ្នាទេត្រូវតែគោរពដល់ព្រះសរីរកធាតុរបស់ព្រះអង្គផងទៅព្រះអង្គចូលព្រះមហាបរិនិព្វានតែប្រមាណថ្ងៃប៉ុណ្ណោះហើយទ្រង់គ្រប់ព្រះអង្គបែរជាឆ្លុះប្រកែកគ្នាដល់ថ្នាក់នេះព្រះរាជាទ្រង់ទាំងអស់គ្នាគឺជាស្ដេចដែលមានអំណាចគ្រប់អង្គទូបង្គំចង់សូមឲ្យព្រះរាជាគ្រប់អង្គគោរពតាមអវត្តរបស់ព្រះពុទ្ធដែលបានបង្ហាញផ្លូវដោះស្រាយបញ្ហាទាំងនេះហើយទូបង្គំគិតថាព្រះរាជាគ្រប់អង្គមិនគួរយកសរីរកធាតុរបស់ព្រះពុទ្ធទេព្រះរាជាគ្រប់អង្គពួកទ្រង់គួរតែទទួលយកនៅអវត្តរបស់ព្រះពុទ្ធនិងការស្វែងយល់សន្តិភាពព្រះរាជាមាឡាព្រះរាជាមគធៈព្រះរាជាវេស្សលីព្រះរាជាកបលភ័ព្វព្រះរាជារាយាព្រះរាជាកលបាព្រះរាជាតមកាព្រះរាជាវេហឌីបាទ្រង់គ្រប់ព្រះអង្គត្រូវតែសាងព្រះមហាសក្យមុនីចេតិយរបស់ព្រះពុទ្ធនៅក្នុងនគររបស់ទ្រង់រៀងៗខ្លួនគឺត្រូវសាងទាំង8មហាសក្យមុនីចេតិយដែលបានបញ្ចុះព្រះសរីរកធាតុរបស់ព្រះពុទ្ធហើយនឹងជាទីនឹករលឹកដល់ព្រះពុទ្ធផងដែរ នោះគឺជាគំនិតល្អណាស់ ទ្រូណានៅពេលដែលលោកបានដោះស្រាយបញ្ហាទាំងនេះរួចហើយលោកគួរតែយកចំណែកព្រះសរីរកធាតុរបស់ព្រះពុទ្ធទៅចុះទូបង្គំសូមទទួលរាជកិច្ចនេះក្រោបទូលទ្រង់គឺជាព្រះអនន្តទេអ្នករកគ្នាកំពុងតែគោរពវិន័យរបស់ទ្រង់ដោយភក្តីភាព អ្នកគឺទ្រូណាព្រះពុទ្ធបានប្រមាលឃើញរួចទៅហើយថាអ្នកនឹងមកដល់ទីនេះតែអាត្មាស្ដាយណាស់ដែលមិនយល់ពីរឿងនេះ ត្រូវហើយសូមប្រទានព្រះសរីរកធាតុទាំងអស់ឲ្យទូបង្គំនឹងចែករំលែកជា8ចំណែកនៅក្នុងទីក្រុងរាជក្រឹសនគរមគធៈនឹងសាងព្រះមហាសក្យមុនីចេតិយបញ្ចុះព្រះសរីរកធាតុមួយចំណែកព្រះរាជាវិជលីនឹងសាងព្រះមហាសក្យមុនីចេតិយនៅក្នុងនគរវេស្សលីព្រះរាជាសក្យវង្សនឹងសាងព្រះមហាសក្យមុនីចេតិយនៅក្នុងនគរកបលភ័ព្វព្រះរាជាបាលីយានឹងសាងព្រះមហាសក្យមុនីចេតិយនៅក្នុងនគរអាលកបាព្រះរាជាកូលីយានឹងសាងព្រះមហាសក្យមុនីចេតិយនៅក្នុងនគររាមកាហើយព្រាហ្មណ៍នឹងសាងព្រះមហាសក្យមុនីចេតិយមួយដែរ
អានន្ទកុំឲ្យអស់សង្ឃឹមអីព្រះពុទ្ធនៅគ្រប់ទីកន្លែងព្រះពុទ្ធនៅក្នុងស្លឹកពោធិ៍នេះនៅក្នុងទឹករលកគ្រប់ទន្លេទាំងអស់នៅក្នុងកាំរស្មីនៃពន្លឺព្រះអាទិត្យវិយោដែលបកមកប៉ះទ្រង់ជាពរជ័យរបស់កណានៅជាមួយទ្រង់នឹងហើយអានន្ទកណានៅក្នុងដីល្បាប់នេះហើយអានន្ទកណានៅជាមួយទ្រង់45វស្សាកណានៅក្នុងយានរបស់ទ្រង់កណានៅខាងក្រៅខ្លួនទ្រង់ចេញចូលជាមួយកណាគ្រប់ពេលវេលាមនុស្សតែនិយាយថាការធ្វើដំណើរលើព្រះគង្គាឬការធ្វើដំណើរក្នុងអាកាសគឺជាអភូតហេតុមួយព្រះពុទ្ធត្រាស់ថាការកើតឡើងរបស់អភូតហេតុដ៏ធំបំផុតមិនថាជាការដើរលើព្រះគង្គាឬការហោះនៅក្នុងអាកាសនោះទេប៉ុន្តែការធ្វើដំណើរលើព្រះធរណីមានអភូតហេតុនៅគ្រប់ទីកន្លែងជុំវិញខ្លួនយើងជារៀងរាល់ថ្ងៃក៏ប៉ុន្តែយើងមិនអាចមើលវាឃើញទេផ្ទៃមេឃពណ៌ខៀវពពកពណ៌សដ៏ស្រស់ស្អាតនេះមិនรู้ប្រមាណទេសភាពស្រស់ស្អាតទាំងនេះក៏រលាយបាត់ហើយក៏កើតមកវិញដែររុក្ខជាតិពណ៌ខៀវស្រងាត់ក៏ជ្រុះរុះរោហើយក៏មិនខុសពីមនុស្សលោកកើតចាស់គឺស្លាប់វិលវល់ក្នុងវដ្តសង្សារដែរទាំងនេះហើយគឺជាអភូតហេតុនៃជីវិត